ពីអ្នកគ្មានអ្វីសោះខ្លាយជាមហាសេដ្ឋីមេរៀន5យ៉ាងពីមហាសេដ្ឋីសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកមេរៀនមួយដែលខ្ញុំគិតថាអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅលើលុយអាជីវកម្មនិងភាពជោគជ័យក្នុងបទសម្ភាសន៍មួយនៅ Las Vegas មានសហគ្រិនជាច្រើនបានចែករំលែកថាពួកគេធ្លាប់ចាប់ផ្ដើមពីសូន្យធ្លាប់ខ្វះលុយប៉ុន្តែបានកសាងទ្រព្យសម្បត្តិរបស់ខ្លួនឡើងដោយការធ្វើសកម្មភាពនិងការគិតខុសពីមនុស្សទូទៅមេរៀនទី1គម្រោងចាំឲ្យគ្រប់យ៉ាងល្អឥតខ្ចោះសហគ្រិនម្នាក់បាននិយាយថាមនុស្សជោគជ័យជាច្រើនមិនមែនជាមនុស្សដែលរងចាំរហូតដល់អ្វីៗល្អឥតខ្ចោះទេពួកគេមានគំនិតហើយចាប់ផ្ដើមធ្វើកុំចំណាយពេល2សប្តាហ៍ដើម្បីគិតថា logo ត្រូវមានរូបរាងបែបណាគម្រោងចាំឲ្យមានលុយច្រើនទើបចាប់ផ្ដើមសិនហើយរៀនកែតម្រូវតាមផ្លូវព្រោះបើអ្នកមិនចាប់ផ្ដើមទេអ្នកនឹងមិនដឹងថាអ្វីត្រូវកែឡើយមេរៀនទី2 mindset សំខាន់ជាង skill set អ្នកអាចមិនចេះគ្រប់យ៉ាងនៅថ្ងៃនេះប៉ុន្តែប្រសិនបើអ្នកមាន mindset ដែលបើកចំហអ្នកអាចរៀនជំនាញថ្មីបានមនុស្សដែលមានជំនាញប៉ុន្តែគិតថាខ្ញុំចេះគ្រប់យ៉ាងហើយអាចឈប់រីកចម្រើនប៉ុន្តែមនុស្សដែលនិយាយថាខ្ញុំមិនទាន់ចេះទេប៉ុន្តែខ្ញុំអាចរៀនបាននោះជាមនុស្សដែលមានឱកាសរីកចម្រើនខ្លាំងដូច្នេះកុំសួរខ្លួនឯងតែថាតើខ្ញុំចេះអ្វីចូលសួរថាតើខ្ញុំអាចរៀនអ្វីបន្ថែមមេរៀនទី3កុំធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងសហគ្រិនម្នាក់ដែលបានក្លាយជាមហាសេដ្ឋីនៅវ័យក្មេងបាននិយាយថាចំណុចសំខាន់មួយដែលធ្វើឲ្យអាជីវកម្មរបស់គាត់រីកចម្រើនគឺការបែងចែកការងារនិងបង្កើតក្រុមល្អអ្នកមិនអាចពូកែគ្រប់យ៉ាងបានទេបើអ្នកចង់ធ្វើអាជីវកម្មធំអ្នកត្រូវរកមនុស្សដែលពូកែជាងអ្នកនៅផ្នែកខ្លះៗប៉ុន្តែដើម្បីរកមនុស្សល្អអ្នកត្រូវចេះគោរពពួកគេបង់ប្រាក់ឲ្យសមរម្យនិងផ្ដល់ឱកាសឲ្យពួកគេរីកចម្រើនអាជីវកម្មធំមិនអាចសាងសង់ដោយមនុស្សម្នាក់បានទេមេរៀនទី4កុំគ្រាន់តែសន្សំលុយត្រូវរៀនឲ្យលុយធ្វើការឲ្យអ្នកមានមនុស្សជាច្រើនគិតថាខ្ញុំត្រូវសន្សំឲ្យបានច្រើនទើបខ្ញុំមានទ្រព្យសម្បត្តិការសន្សំមានសារៈសំខាន់ប៉ុន្តែវាមិនមែនជាចម្លើយទាំងអស់ទេអ្នកត្រូវរៀនពីរបៀបបង្កើនចំណូលនិងដាក់លុយទៅក្នុងអ្វីដែលអាចបង្កើត cash flow ឬចំណូលបន្តឧទាហរណ៍ក្នុងបទសម្ភាសន៍អ្នកជំនួញម្នាក់បាននិយាយថាគាត់ផ្ដោតលើទ្រព្យសម្បត្តិដែលអាចបង្កើតចំណូលជាប្រចាំដូចជាអចលនទ្រព្យជួលដូច្នេះសំណួរដែលយើងគួរសួរខ្លួនឯងមិនមែនត្រឹមតែតើខ្ញុំអាចសន្សំបានប៉ុន្មានប៉ុន្តែតើខ្ញុំអាចបង្កើតចំណូលបន្ថែមបានយ៉ាងដូចម្តេចមេរៀនទី5កុំកសាងជីវិតសម្រាប់ខ្លួនឯងតែម្នាក់នេះជាមេរៀនដែលខ្ញុំចូលចិត្តបំផុតសហគ្រិនម្នាក់បាននិយាយថាអ្នកមិនតស៊ូសម្រាប់ខ្លួនឯងតែម្នាក់អ្នកកំពុងសាងសង់អនាគតសម្រាប់គ្រួសារកូននិងជំនាន់ក្រោយគាត់បានប្រើគំនិតមួយថាដាំដើមឈើថ្ងៃនេះទោះបីអ្នកប្រហែលជាមិនបានអង្គុយក្រោមម្លប់របស់វាក៏ដោយនេះមានន័យថាការខិតខំរបស់អ្នកថ្ងៃនេះអាចមិនផ្ដល់ផលភ្លាមៗទេប៉ុន្តែវាអាចផ្ដល់ឱកាសដល់កូនរបស់អ្នកអាចផ្ដល់អាជីវកម្មដល់ជំនាន់ក្រោយអាចផ្ដល់ជីវិតដែលល្អជាងមុនដល់គ្រួសាររបស់អ្នកដូច្នេះកុំគិតតែពីខ្ញុំចង់បានអ្វីចូលគិតថាតើខ្ញុំអាចសាងសង់អ្វីដែលនឹងនៅសល់បន្ទាប់ពីខ្ញុំហើយចុងក្រោយមានមេរៀនមួយទៀតដែលខ្ញុំចង់ឲ្យអ្នកចាំកុំរងចាំឲ្យជីវិតផ្លាស់ប្ដូរចូលចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងចាប់ផ្ដើមពីអ្វីដែលអ្នកមានរៀនអ្វីដែលអ្នកមិនទាន់ចេះរកមនុស្សល្អមកជួយបង្កើនចំណូលធ្វើឲ្យលុយរបស់អ្នកធ្វើការហើយសាងសង់អ្វីមួយដែលអាចមានតម្លៃសម្រាប់ជំនាន់ក្រោយភាពជោគជ័យមិនចាប់ផ្ដើមនៅពេលអ្នកមានលុយច្រើនទេវាចាប់ផ្ដើមនៅពេលអ្នកមានការគិតថ្មីហើយសម្រេចចិត្តចាប់ផ្ដើមធ្វើ